អាហារដែលល្អបំផុតដែលយើងគួរញ៉ាំមុនចូលគេងទី1គឺផ្លែចេកចាទី2គឺ kiwi ទី3គឺគ្រាប់ធញ្ញជាតិទី4គឺទឹកដោះគោទី5គឺទឹកឃ្មុំហើយជាមួយនឹងតែផ្កាឆាម៉ូម៉ាល់ចាអាហារដែលយើងមិនគួរញ៉ាំមុនចូលគេងដែលធ្វើឲ្យយើងងាយឡើងគីឡូពិបាកសម្រក់គីឡូពិបាកគេងមិនលក់អីដូចជា cheese ចាពពួកគ្រឿងស្រវឹងអាហារដែលមានរសជាតិហឹរខ្លាំងហឹរដិតចាពពួកកាហ្វេហើយនិងសូកូឡាចាហើយសម្រាប់អាហារដែលល្អដែលយើងគួរញ៉ាំនៅពេលដែលយើងភ្ញាក់ពីគេងដើម្បីជួយសុខភាពប្រចាំថ្ងៃជួយឲ្យយើងឆ្អែតបានយូរដូចជាពពួក berry oatmeal ចាស៊ុតមាន់ឬក៏ទាហើយនិង Greek yogurt ហើយជាមួយនឹងផ្លែប៊ឺចាហើយសម្រាប់អាហារដែលយើងមិនគួរញ៉ាំទេនៅពេលដែលយើងភ្ញាក់ពីគេងដល់ពេលយើងញ៉ាំទៅឆ្អែតប៉ុន្តែយើងអត់មានកម្លាំងមានធម៌ពលពិបាកបដោតអារម្មណ៍ដោយពពួកនំផ្អែមពពួកនំ pancake ពពួក bacon ចាពពួក cereal ហើយនឹងជាពិសេសគឺពពួកក្រូចតែម្ដងចាទឹកក្រូចអញ្ចឹងបើសិនជាទាំងអស់ហ្នឹងអត់បានផលទេអាចសួរសំណួរមកខ្ញុំបាន